តារាម្នាក់បានស្លាប់បន្ទាប់ពីលេងតួមួយថ្ងៃនេះយើងនឹងនិយាយអំពីរឿងពិតរបស់ Heath Ledger បុរសដែលធ្វើឲ្យ Joker ក្លាយជាតួអង្គដែលគួរឲ្យខ្លាចបំផុតក្នុងប្រវត្តិសាស្ត្រភាពយន្តនៅក្នុងឆ្នាំ2027 Heath Ledger ត្រូវបានជ្រើសរើសសម្ដែង Joker នៅក្នុងខ្សែភាពយន្ត The Dark Knight ប៉ុន្តែគាត់មិនចង់លេងតួធម្មតាទេគាត់ចង់ក្លាយជា Joker ពិតៗគាត់បានបិទខ្លួនឯងក្នុងបន្ទប់សន្តាគារប្រហែល1ខែអានសៀវភៅអំពីចិត្តវិទ្យាមនុស្សវិកលចរិតគាត់បានសាកល្បងសម្លេងសើចជាច្រើនប្រភេទសរសេរកំណត់ហេតុក្នុង Joker Diary ក្នុងកំណត់ហេតុនោះមានពាក្យដូចជា Chaos Madness និងរួមជាមួយនឹងរូបភាពងងឹតជាច្រើនគាត់មិនត្រឹមតែសម្ដែងនោះទេប៉ុន្តែគាត់រស់នៅជាមួយតួនេះតែម្ដង Heath Ledger គាត់បានប្រាប់សារព័ត៌មានថាគាត់គេងបានពី2ម៉ោងក្នុងមួយយប់តែប៉ុណ្ណោះគាត់មានបញ្ហាគេងមិនលក់គិតច្រើនសម្ពាធផ្លូវចិត្តខ្លាំងគាត់ប្រើថ្នាំជំនួយការគេងថ្នាំបំបាត់ការថប់អារម្មណ៍និងថ្នាំបំបាត់ភាពឈឺចាប់ជាដើមមនុស្សជាច្រើនណាស់គិតថាតួ Joker ប៉ះពាល់ផ្លូវចិត្តគាត់ច្រើនមែនទែនប៉ុន្តែគ្រួសារនិងមិត្តភ័ក្តិជិតស្និទ្ធនិយាយថាគាត់ជាមនុស្សសប្បាយហើយបញ្ហាគេងមិនលក់ក៏មានមុននេះផងដែររហូតមកដល់ថ្ងៃ22មករាឆ្នាំ2008 Heath Ledger ត្រូវបានរកឃើញស្លាប់នៅក្នុង apartment New York របាយការណ៍ផ្លូវការរាយការណ៍ថាគាត់ស្លាប់ដោយសារ accidental overdose គឺជាការប្រើប្រាស់ថ្នាំច្រើនប្រភេទរួមគ្នាដោយចៃដន្យមិនមែនជាការធ្វើអត្តឃាតនោះទេប៉ុន្តែវាជាការប្រមូលផ្ដុំថ្នាំដែលប៉ះពាល់ដល់ខ្យល់ដកដង្ហើមពេលដែលភាពយន្តចេញផ្សាយពិភពលោកបានភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់បានទទួលពាន Oscar ក្រោយពេលស្លាប់សម្រាប់តួ Joker ដូច្នេះតួ Joker បានសម្លាប់ Heath Ledger មែនដែរឬទេប៉ុន្តែរឿងនេះបានបង្ហាញយើងថានៅពេលដែលមនុស្សចូលជ្រៅពេកទៅក្នុងភាពងងឹតវាអាចប៉ះពាល់ដល់បញ្ហាផ្លូវចិត្តពិតៗតែម្ដងពេលក្រោយដែលអ្នកឃើញ Joker ញញឹមលើអេក្រង់ទូរស័ព្ទឬទូរទស្សន៍អ្នកទាំងអស់គ្នាអាចនឹកឃើញថាក្រោយសោចនោះមានរឿងពិតមួយដ៏ឈឺចាប់បំផុតតើអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចដែរសូមខមមិនខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក